ចាស់ជំរាបសួរពុកម៉ែបងប្អូនចាស់រីករាយស្វាគមន៍មកកាន់វីដេអូថ្មីរបស់នាងខ្ញុំថ្ងៃនេះនាំអារម្មណ៍ពុកម៉ែបងប្អូនរៀងប្លែកបន្តិចចាស់គឺនាំអារម្មណ៍ពុកម៉ែបងប្អូនដើរកាត់វាលស្រែដើម្បីបានទៅទស្សនានៅប្រាង្គប្រាសាទដែលជាស្នាដៃរបស់ពុព្វបុរសខ្មែរយើងចាស់គឺមានចាស់ក្មេងៗ2នាក់ចាស់គាត់ជាអ្នកនាំផ្លូវទៅកាន់ប្រាង្គប្រាសាទដោយពួកនាងខ្ញុំមិនបានស្គាល់នៅផ្លូវចូលទៅកាន់ទីតាំងនៃប្រាសាទទេគឺប្រាសាទនៅកណ្ដាលវាលស្រែចាមិនមានផ្លូវងាយស្រួលដើម្បីចូលទៅទស្សនាទេគឺយើងត្រូវដើរកាត់វាលស្រែទម្រាំតែទៅដល់នៅប្រាង្គប្រាសាទមួយនេះហើយប្រាសាទមួយនេះដែរប្រសិនបើខែវស្សាគឺយើងមិនអាចធ្វើដំណើរទៅដល់ទេប្រសិនបើយើងចង់ទៅគឺត្រូវតែដើរលុយទឹកចាគឺនៅពេលខែវស្សាគឺលិចទឹកអស់ហើយនៅវាលស្រែមួយនេះចាអញ្ចឹងអញ្ជើញពុកម៉ែបងប្អូនចូលទៅទស្សនានៅប្រាង្គប្រាសាទមួយនេះជាមួយនាងខ្ញុំទាំងអស់គ្នាចាប្រាង្គប្រាសាទដែលនាងខ្ញុំនឹងមកបង្ហាញជូនពុកម៉ែបងប្អូននៅបន្តិចទៀតនេះគឺប្រាសាទមានឈ្មោះថាប្រាសាទត្រពាំងផុងដែលប្រាសាទនេះគឺស្ថិតនៅខាងត្បូងភូមិមិនសូវមានចាភ្ញៀវចូលមកដល់ដើម្បីទស្សនានោះទេហើយប្រាសាទនេះដែរគឺស្ថិតនៅភូមិគោកស្រុកឃុំបាគងស្រុកប្រាសាទបាគងខេត្តសៀមរាបដែលស្ថិតនៅលើទីទួលខ្ពស់មួយចានៅកណ្ដាលវាលស្រែតែម្ដងចាឥឡូវយើងបានមកដល់ទីតាំងនៃប្រាសាទហើយអញ្ចឹងអញ្ជើញពុកម៉ែបងប្អូនចូលទៅដើម្បីទស្សនានៅសម្រស់របស់ប្រាសាទជាមួយនាងខ្ញុំទាំងអស់គ្នាចាហើយនាងខ្ញុំនឹងជម្រាបជូនពុកម៉ែបងប្អូននៅប្រវត្តិខ្លះៗតាក់ទងទៅនឹងប្រាសាទមួយនេះចាប្រាសាទត្រពាំងផុងនេះគឺកសាងឡើងអំពីឥដ្ឋដុតឆ្អិនលាយជាមួយនឹងថ្មភក់និងមានថ្មបៃក្រៀមបន្តិចបន្តួចផងដែរប្រាសាទនេះកសាងឡើងមានតួប្រាង្គចំនួន3ប្រាង្គមួយគឺនៅមានរូបរាងស្រស់ស្អាតចាហើយក៏ទទួលបាននៅការជួសជុលពីសំណាក់អាជ្ញាធរជាតិអប្សរាដែរចំណែកប្រាង្គ2ទៀតចាគឺនៅសេសសល់តែគ្រឹះទេគឺសាងសង់ឡើងអំពីឥដ្ឋលាយជាមួយនឹងថ្មភក់ដូចគ្នាដែរចាហើយប្រាង្គដែលនៅសល់មានរូបរាងស្រស់ស្អាតគឺប្រាង្គកណ្ដាលចាប្រាសាទនេះគឺកសាងឡើងនៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី3នៅពាក់កណ្ដាលសតវត្សទី9កសាងឡើងដើម្បីឧទ្ទិសដល់លទ្ធិព្រហ្មញ្ញសាសនាចាចំពោះតួប្រាង្គដែលនៅសេសសល់មួយគឺមានសម្រស់ស្រស់ស្អាតមែនទែនចាទឹកដៃនៃបុព្វបុរសខ្មែរយើងសាងសង់អំពីឥដ្ឋប៉ុន្តែមានក្បាច់រចនាគឺល្អវិចិត្រតែម្ដងពេលបានមកដល់ទីតាំងនៃប្រាសាទនេះហើយគឺពិតជាមានអារម្មណ៍រំភើបរីករាយដែលបានឃើញនៅសម្រស់ប្រាសាទដែលមានអាយុកាលរាប់រយពាន់ឆ្នាំចាឈរត្រដឹងបង្អួតសម្រស់ដល់ភ្ញៀវជាតិនិងអន្តរជាតិដែលបានមកដល់ទីតាំងមួយនេះហើយទីតាំងប្រាសាទត្រពាំងផុងនេះដែរក៏ជាទីកន្លែងមួយដែលចាអ្នកស្រុកអ្នកភូមិគាត់មានជំនឿហើយនាំគ្នាមកបន់ស្រន់នៅទីនេះដែរចាជាក់ស្ដែងពេលដែលនាងខ្ញុំបានមកដល់គឺឃើញមាននៅការសែនចាចេកផ្លែឈើជាច្រើននៅមុខនៃប្រាង្គប្រាសាទអញ្ចឹងអញ្ជើញពុកម៉ែបងប្អូនចូលទៅទស្សនានៅខាងក្នុងនៃប្រាង្គប្រាសាទដែលនៅសេសសល់ចាគឺប្រាង្គកណ្ដាលយើងឃើញខាងក្នុងគឺមានការរៀបចំស្រឡះស្អាតចាហើយយើងក៏ឃើញមាននៅក្រឡុក4ជ្រុងប្រហែលជាពីមុនគឺជាកន្លែងតម្កល់នៅបដិមាទេពអង្គណាមួយប៉ុន្តែបច្ចុប្បន្នយើងមិនឃើញមានទេក៏មាននៅសសរពេជ្រដែលមានចម្លាក់ដ៏ល្អវិចិត្រនៅសេសសល់ចានៅគ្រប់ជ្រុងតែម្ដងចាជ្រុងមួយណាក៏នៅមានសសរពេជ្រដែលមានសម្រស់ស្រស់ស្អាតក្បូរក្បាច់រចនាគួរជាទីទាក់ទាញមែនទែនចា
ឥឡូវយើងទៅមើលនៅសម្រស់ជុំវិញនៃប្រាង្គប្រាសាទតែម្ដងចានៅខាងក្រៅជញ្ជាំងនៃប្រាសាទក៏មាននៅចម្លាក់អប្សរាចានៅគ្រប់ជ្រុងតែម្ដងប៉ុន្តែគួរឲ្យសោកស្ដាយគឺមានការរបេះពុកផុយខ្លះកន្លែងខ្លះក៏យើងឃើញមានរូបរាងច្បាស់កន្លែងខ្លះក៏ឃើញមានរូបរាងមិនសូវច្បាស់ចាប្រាសាទមួយនេះគឺមានចម្លាក់ការឆ្លាក់តាំងពីលើកំពូលរហូតមកដល់ក្រោមតែម្ដងចាកន្លែងណាដែលមានការសឹករិចរិលច្រើនខាងអាជ្ញាធរគាត់បានយកឥដ្ឋថ្មីមកចាបិទទប់ដើម្បីកុំឲ្យមានសភាពបាក់បន្តបន្ទាប់ទៀតចាអរគុណពុកម៉ែបងប្អូនវីដេអូនាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរចាពុកម៉ែបងប្អូនកុំភ្លេចមកទស្សនាប្រាសាទនេះផងចាគឺនៅចិត្តនឹងប្រាង្គប្រាសាទបាគងចាបងប្អូនអាចឆែកតាម Google Map ឬក៏សាកសួរព័ត៌មានពីអ្នកភូមិចាប៉ុន្តែដើម្បីចូលមកដល់ទីតាំងនៃប្រាសាទគឺយើងត្រូវធ្វើដំណើរដោយថ្មើរជើងឬក៏អាចជិះម៉ូតូការកាត់វាលស្រែទៅមកដល់ទីតាំងនៃប្រាសាទមួយនេះចាអរគុណច្រើនពុកម៉ែបងប្អូនប្រសិនបើមានឱកាសកុំភ្លេចចូលមកទស្សនាផងចាសូមពុកម៉ែបងប្អូនជួយ Subscribe Channel YouTube នាងខ្ញុំម្នាក់មួយផងចាពេលនេះនាងខ្ញុំក៏សូមអរគុណចាសូមជម្រាបលា